มีตรา5ការបកស្រាយច្បាប់ព្រំទណ្ឌក្នុងរឿងព្រំទណ្ឌច្បាប់ត្រូវបកស្រាយយ៉ាងតឹងរ៉ឹងចែកក្រុមមិនអាចពង្រីកវិសាលភាពអនុវត្តឬប្រព្រឹត្តតាមសិទ្ធិសភាពបានឡើយមាត្រា5ការប្រកាសទោសគ្មានទោសណាមួយដែលអាចត្រូវយកមកអនុវត្តបានឡើយប្រសិនបើទោសនោះមិនត្រូវបានប្រកាសដោយតុលាការមាត្រា7លក្ខខណ្ឌនៃការអនុវត្តច្បាប់ព្រំទណ្ឌកម្ពុជាក្នុងរឿងព្រំទណ្ឌដែនអនុវត្តច្បាប់កម្ពុជាក្នុងលំហត្រូវបានកំណត់ដោយបទបញ្ញត្តិនៃក្រមនេះលើកលែងតែមានសន្ធិសញ្ញាអន្តរជាតិ